ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកកំសាន្តនៅខេត្តសៀមរាបភាគច្រើនគឺបានទៅទស្សនាប្រាសាទនិងកំសាន្តនៅតាមទីរមណីយដ្ឋានទេសចរដ៏សម្បូរបែបនៅក្នុងស្រុកបន្ទាយស្រីដែលមានចម្ងាយពីទីរួមខេត្តសៀមរាបប្រមាណ40គីឡូម៉ែត្រដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យទៅកំសាន្តនៅស្រុកមួយនេះឲ្យបានកាន់តែច្រើនក្រោមគំនិតដូចផ្ដាំរបស់រដ្ឋបាលខេត្តសៀមរាបរដ្ឋបាលស្រុកបន្ទាយស្រីបណ្ដាញសហគមន៍ទេសចរនិងកសិកម្មស្រុកបានកំពុងរៀបចំកែសម្រួលរង្វង់មូលស្រុកបន្ទាយស្រីស្ថិតនៅលើចំណុចប្រសពនៃផ្លូវជាតិលេខ67សៀមរាបអន្លង់វែងជាមួយនឹងផ្លូវបំបែកចូលទៅកាន់រមណីយដ្ឋានធម្មជាតិភ្នំគូលែនដែលមានផ្ទៃក្រឡាប្រហែល2ហិកតាកន្លះជារង្វង់មូលធំជាងគេលំដាប់ទី2នៅកម្ពុជាឲ្យទៅជាសួនកសិទេសចរដោយនៅក្នុងសួននេះមានការដាំដំណាំចម្រុះជាច្រើនប្រភេទលោកតាំងវឌ្ឍនាអភិបាលរងស្រុកបន្ទាយស្រីបានឲ្យដឹងថាសកម្មភាពថ្ងៃនេះគឺជាការជំរុញការរៀបចំរង្វង់មូលស្រុកបន្ទាយស្រីឲ្យក្លាយទៅជាសួនកសិទេសចរហើយក៏ជាយុទ្ធនាការមួយក្នុងការជំរុញដល់ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានបានជាគំនិតថ្មីមួយហៅថាការធ្វើកសិទេសចរនៅតាមគេហដ្ឋានរបស់ខ្លួនគណៈស្រុកបន្ទាយស្រីមានសក្តានុពលទាំងវិស័យទេសចរនិងវិស័យកសិកម្មលោកថាការរៀបចំសួនកសិទេសចរនេះរួចរាល់ក៏មានការដាក់តាំងលក់នៅផលិតផលកសិកម្មក្នុងសហគមន៍ដូចជាបន្លែផ្លែឈើជាច្រើនប្រភេទនិងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ផងដែរគណៈសួននេះគ្រោងបញ្ចប់ក្នុងអំឡុងខែមេសាឆ្នាំ2026ពោលគឺមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅស្រុកបន្ទាយស្រីភ្ញៀវទេសចរយើងច្រើនមកលេងប្រាសាទមកលេងបឹងឈូកមកលេងអីលក្ខណៈប៉ុន្តែអ្វីដែលថ្មីទីនេះគឺជាច្បារការជាសួនបន្លែនិងដំណាំហូបផ្លែបាទដែលយើងហៅថាជាបែបហៅថាកសិកម្មចម្រុះបាទមានបន្លែមានផ្លែឈើមានអីចម្រុះគ្នាបាទអញ្ចឹងសម្រាប់នៅទីនេះរង្វង់មូលនេះផលដំណាំយើងមានប្រភេទផ្សេងៗគ្នាបាទចំពោះអាឡឹកហើយជាមួយនឹងផ្កាដែលយើងដាំលម្អនេះអញ្ចឹងពិសេសផ្លែអាឡឹកនេះយើងអាចរង្វង់ពេលចូលឆ្នាំខ្មែរនេះហើយផ្កានឹងរីកហើយអញ្ចឹងវាថាទស្សនិកជនឬក៏ភ្ញៀវទេសចរអាចមកលេងទីនេះបានអាចមកមើលផ្កាអាចមកហៅថាទិញអាឡឹកឲ្យយើងនេះមានអាឡឹកលឿងអាឡឹកក្រហមច្រើនណាស់ឆ្ងាញ់ណាស់ទីនេះបាទអញ្ចឹងនៅក្នុងបុណ្យចូលឆ្នាំខាងមុខនេះយើងនឹងដាំនេះយើងរៀបចំផែនការដាំធ្វើម៉េចឲ្យមុនចូលឆ្នាំមួយថ្ងៃពីរថ្ងៃនេះចាប់ដើមអាចប្រមូលផលបានណាលោកភួងសវុនប្រធានបណ្ដាញសហគមន៍ទេសចរនិងកសិកម្មស្រុកបន្ទាយស្រីបានថ្លែងអំណរគុណក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានជាពិសេសឯកឧត្តមអភិបាលខេត្តអាជ្ញាធរស្រុកដែលជានិច្ចកាលបានគិតគូរយកចិត្តទុកដាក់ជំរុញឲ្យមូលដ្ឋានស្រុកបន្ទាយស្រីទទួលបានការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសវិស័យទេសចរគណៈស្រុកបន្ទាយស្រីជាគោលដៅទេសចរដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរដែលមកកំសាន្តខេត្តសៀមរាបលោកបន្តថាក្រុមបណ្ដាញសហគមន៍ទេសចរនិងកសិកម្មស្រុកបន្ទាយស្រីនឹងចូលរួមយ៉ាងពេញទំហឹងដើម្បីលើកកម្ពស់សេដ្ឋកិច្ចនៅមូលដ្ឋានសូមបញ្ជាក់ផងដែរថាកន្លងមករង្វង់មូលស្រុកបន្ទាយស្រីនេះធ្លាប់ត្រូវបានរដ្ឋបាលស្រុកបន្ទាយស្រីរៀបចំឲ្យក្លាយជាសួនផ្កាដែលមានប្រជាប្រិយភាពខ្លាំងនិងបានទាក់ទាញភ្ញៀវទេសចរឲ្យទៅទស្សនារាប់ពាន់នាក់ក្នុងមួយថ្ងៃ